មុនពេលដែលខ្ញុំខ្លាចជាគ្រីស្ទបរិស័ទខ្ញុំធំនឹងដឹងក្តីក្នុងសាសនាព្រះពុទ្ធខ្ញុំមិនដែលដឹងអំពីគ្រីស្ទបរិស័ទឡើយហើយនៅក្នុងទីក្រុងដែលខ្ញុំរស់នៅក៏គ្មានព្រះវិហារដែរគឺមានតែវត្តអារាមជាច្រើនខ្ញុំកើតមកនឹងធំធាត់ជាពុទ្ធសាសនិកហើយខ្ញុំវឹកហាត់សូត្រធម៌និងបួងសួងទៅកាន់ព្រះពុទ្ធពីមួយថ្ងៃទៅមួយថ្ងៃឪពុកខ្ញុំនិងខ្ញុំតែងតែលុតជង្គង់សូត្រធម៌និងបួងសួងទៅកាន់ព្រះពុទ្ធឪពុកខ្ញុំគាត់ខ្ជាប់ខ្ជួនមែនទែននឹងព្រះពុទ្ធសាសនាហើយខ្ញុំវិញខ្ញុំមិនសូវទេខ្ញុំធ្វើតាមឪពុកខ្ញុំសូត្រធម៌រហូតទាល់តែខ្ញុំមានអារម្មណ៍ថាខ្លាចពេលខ្ញុំអាយុ17ឆ្នាំខ្ញុំកើតជំងឺសួតធ្ងន់ធ្ងរកាលនោះប្រទេសខ្ញុំក៏មានសង្គ្រាមទៀតហើយគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំអាចរស់ប្រហែលបានជា3ខែយ៉ាងយូរបំផុតនោះគឺ6ខែអស់ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញហើយមិនមានលុយដើម្បីព្យាបាលនៅមន្ទីរពេទ្យទេខ្ញុំនៅផ្ទះម្នាក់ឯងដេកមើលពីដាននិងរាប់ស្នាមនៅលើពីដានខ្ញុំអត់មានអ្វីត្រូវធ្វើនោះទេពេលនោះខ្ញុំក្អួតឈាមហើយគ្រុនក្តៅខ្លាំងខ្ញុំអធិដ្ឋានទៅកាន់ព្រះពុទ្ធអោព្រះពុទ្ធអើយសូមជួយខ្ញុំផងខ្ញុំស្មោះត្រង់នឹងទ្រង់ណាស់រយៈពេល10ឆ្នាំកន្លងមកនេះហើយអ្វីក៏ទ្រង់មិនជួយខ្ញុំឲ្យជាខ្ញុំសូមអង្វរហើយអង្វរទៀតតែគ្មានអ្វីកើតឡើងទេចុងក្រោយខ្ញុំគិតថាប្រហែលព្រះពុទ្ធទៅដើរលេងហើយមកទៅព្រោះគ្មានរឿងអ្វីកើតឡើងសោះខ្ញុំនិយាយថាព្រះពុទ្ធអើយខ្ញុំមិនថាទ្រង់នៅឯណាទេឥឡូវនេះព្រះម្ចាស់អើយបើសិនជាមានព្រះផ្សេងនៅលើលោកនេះមែនសូមមកជួយខ្ញុំជំនួសព្រះពុទ្ធផងមិនដល់មួយអាទិត្យផងមានសិស្សវិទ្យាល័យស្រីម្នាក់គាត់ជាគ្រីស្ទបរិស័ទគាត់មកលេងផ្ទះខ្ញុំដែលនៅតាមផ្លូវទៅសាលារបស់គាត់ជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទគាត់បានប្រាប់ខ្ញុំអំពីព្រះយេស៊ូវតែលើកដំបូងខ្ញុំទាស់ប្រឆាំងជាខ្លាំងតែសិស្សស្រីនោះនៅតែមកលេងផ្ទះខ្ញុំហើយជួយទូអង្វរព្រះអង្គជំនួសខ្ញុំចុងក្រោយខ្ញុំក៏បានទន់ចិត្តដែលព្រោះឃើញពីការបារម្ភនិងសេចក្តីស្រឡាញ់របស់គាត់ខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរនិងស្វែងយល់ពីព្រះយេស៊ូវគ្រីស្ទពេលនោះខ្ញុំមិនដែលទៅព្រះវិហារទេខ្ញុំក៏មិនដែលឮការចែកចាយអ្វីដែរតែដោយសារសិស្សស្រីនោះគាត់បានទុកគម្ពីរមួយក្បាលឲ្យខ្ញុំហើយគាត់មិនដែលមកលេងផ្ទះខ្ញុំទៀតទេចាប់ពីពេលនោះមកខ្ញុំអានព្រះគម្ពីរម៉ាថាយម៉ាកុសលូកានិងយូហានហើយខ្ញុំគិតថាព្រះគម្ពីរនេះប្រហែលជាស្រដៀងគ្នានឹងព្រះគម្ពីរព្រះពុទ្ធដែរតែផ្ទុយទៅវិញគឺខុសគ្នាព្រះគម្ពីរបាននិយាយអំពីព្រះយេស៊ូវដែលជាបុត្រារបស់ព្រះដែលទ្រង់អាចអត់ទោសអំពើបាបដេញអារក្សប្រោសជំងឺផ្ដល់អាហារដល់អ្នកស្រេកឃ្លាននិងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជាការអស្ចារ្យទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើចំណែកឯសាសនាព្រះពុទ្ធគឺមានហេតុផលច្បាស់លាស់ស៊ីជម្រៅនិងពោរពេញដោយទស្សនវិជ្ជាហើយពេលដែលខ្ញុំអានព្រះគម្ពីរគឺអាចឲ្យយើងអនុវត្តបានពិតប្រាកដនិងគិតដោយផ្អែកលើការពិតនៅក្នុងជីវិតប្រចាំថ្ងៃហើយខ្ញុំត្រូវការព្រះដែលអាចអនុវត្តតាមបានមិនមែនជាព្រះដែលមានតែទស្សនវិជ្ជានោះទេពីព្រោះអីខ្ញុំកំពុងរងទុក្ខនឹងជំងឺសួតធ្ងន់ធ្ងរថ្ងៃមួយខ្ញុំលុតជង្គង់ចុះដោយមិនដឹងថាត្រូវអធិដ្ឋានដោយរបៀបណាទេខ្ញុំនិយាយថាលោកយេស៊ូវអើយបើសិនជាលោកជាបុត្រានៃព្រះពិតមែនហេតុអ្វីក៏លោកមិនបង្ហាញឲ្យខ្ញុំដឹងផងខ្ញុំនៅក្មេងខ្ញុំទើបតែអាយុ17ឆ្នាំទេខ្ញុំមិនទាន់ចង់ស្លាប់ទេបើលោកជួយខ្ញុំលោកនឹងបានប្រយោជន៍ជាច្រើនពីខ្ញុំពេលនោះគឺខ្ញុំកំពុងតែតថ្លៃជាមួយនឹងព្រះអង្គខ្ញុំនិយាយទៀតថាបើលោកព្យាបាលខ្ញុំនឹងក្លាយជាអ្នកបម្រើរបស់លោកខ្ញុំនឹងទៅគ្រប់ទីកន្លែងដែលលោកចង់ឲ្យខ្ញុំទៅរំពេចនោះខ្ញុំមានអារម្មណ៍ថាខ្ញុំមានសន្តិភាពនិងអំណរដែលមិនអាចថ្លែងបាននៅក្នុងចិត្តខ្ញុំក្រោកឈរហើយខ្ញុំស្រែកខ្លាំងៗកាលនោះខ្ញុំមិនបានស្រែកថាហាឡេលូយ៉ាទេខ្ញុំមិនចេះច្រៀងចម្រៀងសរសើរព្រះមួយបទណាឡើយខ្ញុំស្រែកថាមានរឿងអស្ចារ្យកើតឡើងអោព្រះអើយមានរឿងអស្ចារ្យកើតឡើងមានរឿងអស្ចារ្យកើតឡើងខ្ញុំលោតរាំជុំវិញហើយក្រោយមកទៀតពេលដែលខ្ញុំទៅដល់សហរដ្ឋអាមេរិកខ្ញុំឮគេច្រៀងនៅចម្រៀងដែលខ្ញុំបានស្រែកនោះមានរឿងអស្ចារ្យកើតឡើងឥឡូវខ្ញុំដឹងហើយគឺខ្ញុំទទួលបានការប៉ះពាល់ចិត្តពីទ្រង់ខ្ញុំបានសង្គ្រោះនេះជាចម្រៀងដ៏អស្ចារ្យបំផុតជាអ្វីដែលខ្ញុំបានសរសេរនៅចំនួននោះព្រះអង្គបានធ្វើអន្តរាគមន៍យ៉ាងអស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំទ្រង់បានរំដោះខ្ញុំពីព្រះផ្សេងទៀតគឺព្រះពុទ្ធឲ្យមកទទួលជឿលើព្រះយេស៊ូវគ្រីស្ទវិញហើយជំងឺរបស់ខ្ញុំក៏មិនមានទៀតដែរនៅក្នុងជីវិតខ្ញុំគឺព្រះយេស៊ូវគ្រីស្ទទ្រង់បានព្យាបាលខ្ញុំទាំងស្រុង